ព្រះបាទសូអើវរ្ម័នទី2 1113 1150 ព្រះបាទសូអើវរ្ម័នទី2ជាចៅព្រះបាទជ័យវរ្ម័នទី6 ចៅមីងគឺកូនរបស់ក្មួយស្រីទ្រង់យាងមកពីមហិទ្ធបុរៈនៅខាងជើងជួរភ្នំដងរែកសាលាចារឹកមួយសរសេរថាតាំងពីវ័យក្មេងម្លេះពេលចប់ការសិក្សាទ្រង់មានប្រាថ្នាចង់លើកដំកើងសេចក្តីថ្លៃថ្នូររបស់ព្រះរាជវង្សប៉ុន្តែដើម្បីសម្រេចមហិច្ឆតានេះទ្រង់ត្រូវប្រជែងយកឈ្នះស្ដេចពីរអង្គមួយអង្គនៅក្រុងមហិទ្ធបុរៈនិងមួយអង្គទៀតនៅរាជធានីអង្គរនាឆ្នាំ1113ទ្រង់ឡើងគ្រងរាជ្យនៅក្រុងអង្គរព្រះអង្គជារដ្ឋបុរសដ៏វៃឆ្លាតទ្រង់បានបង្រួបបង្រួមប្រទេសជាតិអ្នកការទូតដ៏ចំណានទ្រង់បានចងសម្ព័ន្ធភាពឡើងវិញជាមួយនគរចិនព្រះចៅនគរចិនបានថ្វាយថានន្ទរស័ក្តិយ៉ាងខ្ពង់ខ្ពស់ដល់ទ្រង់អ្នកចម្បាំងទ្រង់បានធ្វើឲ្យទឹកដីខ្មែររីកធំទូលាយទ្រង់បានលើកទ័ពទៅច្បាំងគោចម្ប៉ានិងយួនដៃវៀតនៅផ្នែកខាងកើតនិងវាយពួកមុននៅផ្នែកខាងលិចស្ថាបនិកល្បីល្បាញទ្រង់បង្ហើយប្រាសាទដែលសង់មិនទាន់ហើយនិងក៏សាងប្រាសាទ